ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រវត្តិរបស់បិសាចអាផាមុនលំដាប់ទី1ឈ្មោះ Koko Sibo ហើយនឹង Demon Slayer ដែលខ្លាំងជាងគេប្រចាំប្រវត្តិសាស្ត្រឈ្មោះ Yuri Ichi មុននឹងចាប់ផ្ដើមខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានជួយចុច like យ៉ាងច្រើននៅក្នុងវីដេអូមុនរបស់ខ្ញុំធ្វើឲ្យ YouTube ជួយរុញវីដេអូមួយនោះទៅឲ្យអ្នកផ្សេងមើលកាន់តែច្រើនសម្រាប់វីដេអូនេះក៏ដូចគ្នាសូមជួយចុច like ម្នាក់មួយសិនមករួចយើងនឹងចាប់ផ្ដើមសាច់រឿងជាមួយគ្នា Koko Sibo ហើយនឹង Yuri Ichi គឺជាកូនភ្លោះគ្រាន់តែ Yuri Ichi មានស្នាមដៅដែលគេហៅថា Mark នៅលើក្បាលតាំងពីកំណើតនាសម័យនោះកូនភ្លោះចាត់ទុកថាជារឿងមិនល្អព្រោះមេគ្រួសារពិបាកសម្រេចចិត្តខ្លាំងណាស់ថាអ្នកណាជាអ្នកស្នងវងតកូលនិងទ្រព្យសម្បត្តិប៉ុន្តែករណី Yuri Ichi ដែលកើតមកមានស្នាមដៅនៅលើក្បាលដែលសែនអាក្រក់មើលអញ្ចឹងធ្វើឲ្យប៉ាគាត់ស្រួលសម្រេចចិត្តបន្តិចពេលនោះប៉ារបស់ Yuri Ichi បានបញ្ជាឲ្យគេយកគាត់ទៅសម្លាប់ចោលតែម៉ាក់របស់គាត់បានប្រឆាំងដាច់អហង្ការជាដំណោះស្រាយនៅពេលនោះប៉ារបស់ Yuri Ichi សុខចិត្តទុកជីវិតឲ្យគាត់តែគាត់ត្រូវទៅបួសនៅអាយុ10ឆ្នាំម៉ាក់របស់ Yuri Ichi ដូចម្ដាយទូទៅដែរស្រឡាញ់កូនគាត់ខ្លាំងណាស់ទោះបីកូនគាត់កើតមកអាក្រក់មើលយ៉ាងណាក៏ដោយគាត់គឺជាមនុស្សដែលមានជំនឿខ្លាំងហើយតែងតែបួងសួងដល់ព្រះអាទិត្យឲ្យជួយមើលថែរក្សាកូនគាត់ព្រោះអាយុ7ឆ្នាំហើយ Yuri Ichi អត់ទាន់ចេះនិយាយទេគេនាំគ្នាសន្និដ្ឋានថា Yuri Ichi គឺជាមនុស្សកថ្លង់ទៀតផងដើម្បីជួយលើរាសីរបស់ Yuri Ichi ម៉ាក់របស់គាត់បានធ្វើកវលរូបព្រះអាទិត្យឲ្យគាត់ពាក់និយាយពី Koko Sibo វិញកាលនៅជាមនុស្សគាត់មានឈ្មោះថា Michikazu ហើយគាត់ក៏បានគិតថា Yuri Ichi ជាមនុស្សកថ្លង់ដែរហើយគាត់នៅ Yuri Ichi ណាក៏តែងតែលួចទៅលេងជាមួយនឹង Yuri Ichi នៅបន្ទប់របស់គាត់ដែលនៅដាច់ឆ្ងាយពីគេពេលប៉ាគាត់ដឹងម្ដងតែងតែវាយគាត់ព្រោះប៉ារបស់គាត់មិនចង់ឲ្យ Michikazu តាក់ទងជាមួយនឹង Yuri Ichi ទេទោះជាយ៉ាងនេះក៏ដោយ Michikazu មិនបានស្ដាប់តាមការព្រមានរបស់ប៉ាគាត់ទេហើយក៏បានធ្វើខ្លុយមួយឲ្យ Yuri Ichi ទុកលេងពេលគាត់អត់សោកមានថ្ងៃមួយនៅពេលដែល Michikazu កំពុងតែហាត់គុនដាវ Yuri Ichi បានឈរមើលគាត់យ៉ាងស្ងៀមស្ងាត់នៅក្រោយដើមឈើមួយនៅថ្ងៃនោះហើយដែល Yuri Ichi ចាប់ផ្ដើមនិយាយជាលើកដំបូងធ្វើឲ្យ Michikazu ភ្ញាក់ផ្អើលខ្លាំងណាស់មិននឹកស្មានថា Yuri Ichi ចេះនិយាយហើយនិយាយច្បាស់យ៉ាងនេះនៅពេលហ្នឹង Yuri Ichi ប្រាប់ Michikazu ថាគាត់ក៏ចង់ធ្វើជាអ្នកកាប់ដាវសាមរ៉ៃម្នាក់ផងដែរប៉ុន្តែ Michikazu បានគិតថា Yuri Ichi ត្រូវទៅបួសធ្វើជាអាចារ្យនៅអាយុ10ឆ្នាំមិនអាចធ្វើជាសាមរ៉ៃបានទេម្យ៉ាងទៀតគាត់បានឃើញ Yuri Ichi ដូចជាទុនជ្រាយខ្លាំងណាស់ឲ្យតែឃើញម៉ាក់របស់គាត់រត់ទៅអោបហើយមនុស្សទុនជ្រាយបែបហ្នឹងមិនតែធ្វើអ្នកក្លាហានសាមរ៉ៃកើតរយៈកាលក្រោយៗមកទៀត Yuri Ichi តែងតែឈរមើល Michikazu ហាត់ក្បាច់គុនហើយគាត់ក៏ចង់ឲ្យគ្រូប្រហាត់ជួយប្រហាត់គាត់ដែរនៅពេលនោះគ្រូប្រហាត់ក្បាច់គុនបានបរៀនគាត់ពីមូលដ្ឋានខ្លះៗដូចជារបៀបកាន់ដាវរបៀបឈរតមកក៏ប្រាប់ឲ្យ Yuri Ichi សាកចូលមកវាយគាត់មើលដល់ទៅពេល Yuri Ichi លោតចូលទៅវាយមែនគ្រូក្បាច់គុននោះទប់ជាមួយនឹង Yuri Ichi អត់ជាប់ទេហើយត្រូវបាន Yuri Ichi ដាក់ឡើងស្លាប់ពេលឃើញអញ្ចឹង Michikazu ភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះតាមពីគាត់ហាត់ជាមួយនឹងលោកគ្រូនឹងមកគាត់មិនដែលវាយត្រូវលោកគ្រូនឹងបានម្ដងណាទេពេលលោកគ្រូនឹងភ្ញាក់មកពីស្លាប់វិញយើងឃើញថា Yuri Ichi បានវាយលោកគ្រូនោះចំសិតតែចំណុចសំខាន់ហើយ Yuri Ichi ក៏បានប្រាប់ថាគាត់លែងចង់ធ្វើជាសាមរ៉ៃទៀតហើយព្រោះគាត់ទៅមិនដឹងថាគាត់អត់ចូលចិត្តធ្វើបាបមនុស្សទេបន្ទាប់មក Michikazu បានស្កាត់ទៅជួប Yuri Ichi ដើម្បីសួរនាំពីតិចនិចវាយរបស់គាត់ហើយ Yuri Ichi បានប្រាប់ថាគាត់មើលឃើញគ្រឿងក្នុងរបស់លោកគ្រូដឹងថាគាត់មានចំណុចខ្សោយត្រង់ណាហើយគាត់ចាប់ផ្ដើមវាយនៅពេលណាអីចឹងទៅនិយាយទៅនៅពេលដែល Yuri Ichi និយាយពីរឿងកាប់ដាវគាត់ដូចមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងណាស់ចំពោះគាត់សុខចិត្តរត់លេងប្រហោះខ្លែងជាមួយបងប្រុសគាត់ល្អជាងប៉ុន្តែ Michikazu វិញគិតខុសពី Yuri Ichi គាត់ចង់ធ្វើជាសាមរ៉ៃដែលខ្លាំងជាងគេបំផុតហើយគាត់ចាប់ផ្ដើមកើតមានកូនចិត្តចំណានជាមួយនឹង Yuri Ichi ដែលមានទេពកោសល្យពីកំណើតចំណែកគាត់កើតមកថ្ងៃតែមួយតែអត់មាននៅពេលដែលប៉ារបស់ពួកគេដឹងថា Yuri Ichi មានទេពកោសល្យខាងក្បាច់គុនគាត់ស្រឡាញ់ Yuri Ichi ជាងហើយបានផ្លាស់ប្ដូរបន្ទប់ស្នាក់នៅរវាង Yuri Ichi និង Michikazu មានយប់មួយ Yuri Ichi បានមកបន្ទប់របស់ Michikazu ហើយបានប្រាប់ថាម៉ាក់របស់ពួកគេបានចែកឋានហើយដោយសារតែជំងឺរបស់គាត់ហើយនៅយប់នោះផងដែរគឺជាយប់ដែល Yuri Ichi មកគោរពលា Michikazu ព្រោះគាត់ត្រូវចេញទៅឆ្ងាយគាត់អត់បានយកអីទៅជាមួយទេក្រៅពីខ្លុយដែល Michikazu បានឲ្យទៅគាត់ស្អែកឡើង Michikazu បានទៅបើកមើលសភៅកំណត់ហេតុរបស់ម៉ាក់គាត់ហើយតាមរយៈសភៅនោះ Michikazu បានដឹងថាប៉ារបស់ពួកគេបានសម្រេចយក Yuri Ichi ធ្វើជាអ្នកស្នងនគរហើយដោយសារតែ Yuri Ichi អត់ចង់ទៅដើរបងប្រុសធ្វើជាអ្នកស្នងនគរអីទេអញ្ចឹងគាត់ក៏រត់ចេញពីផ្ទះចំណែកម៉ាក់របស់គាត់មានជំងឺឈឺសរីរាង្គខាងក្នុងផ្នែកខាងឆ្វេងជាយូរមកហើយអញ្ចឹងហើយទៅពេល Yuri Ichi ឃើញគាត់ម្ដងតែងតែរត់ទៅអោបគាត់ដើម្បីជួយគ្រាគាត់មិនមែនទៅអោបគាត់លេងទេពេលដឹងការពិតអស់តែនេះ Michikazu កាន់តែខឹងនិងចំណែកប្អូនប្រុសគាត់កាន់តែខ្លាំងថែមទៀតព្រោះប្អូនប្រុសរបស់គាត់នឹងច្រើនជាងគាត់និងប្រកែកជាងគាត់ស្អែកឡើងប៉ារបស់ពួកគេបានចាត់មនុស្សឲ្យទៅតាមរក Yuri Ichi នៅព្រះវិហារតែរកមិនឃើញទេព្រោះគាត់បានទៅទីនោះវាជាដំណឹងល្អសម្រាប់ Michikazu ព្រោះចាប់ពីពេលនេះតទៅគ្មាននរណាមកដណ្ដើមតំណែងរបស់គាត់ទៀតទេកន្លែងទៅមើល Yuri Ichi វិញក្រោយចាក់ចេញពីផ្ទះគាត់បានរត់រយៈពេលមួយយប់មួយថ្ងៃអត់មានសម្រាកទេគាត់បានរត់ទៅដល់ជើងភ្នំមួយដែលនៅទីនោះមានក្មេងស្រីម្នាក់អាយុស្បាលគាត់កំពុងតែឈរឆ្កឹងនៅក្នុងស្រែដោយរូបចម្លាក់ភ្នែកសម្លឹងមើលកធុនដែលនាងកាន់នៅនឹងដៃនៅពេលដែល Yuri Ichi សួរនាងថាកំពុងតែធ្វើអីនាងបានឆ្លើយតបថានាងចង់ចាប់កូនក្អាត់មួយចំនួនទៅរស់នៅជាមួយនាងព្រោះអ្នកផ្ទះរបស់នាងស្លាប់អស់ហើយគ្មាននរណានៅជាមួយនាងទេប៉ុន្តែនៅពេលនោះនាងស្រាប់តែលែងកូនក្អាត់ទាំងនោះចូលទៅក្នុងស្រែវិញព្រោះនាងអត់ដាច់ចិត្តបង្រត់ពួកវាចេញពីគ្រួសារការដែលឃើញនាងឯកាយ៉ាងនេះ Muichiro ក៏ស្ម័គ្រចិត្តទៅរស់នៅជាមួយនាងធ្វើឲ្យនាងរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែកក្មេងស្រីម្នាក់ហ្នឹងមានឈ្មោះថា Uta ជាមនុស្សរូបរាយចូលចិត្តនិយាយច្រើនឲ្យតែមានអ្នកស្ដាប់ទោះបីជានាងនិយាយពីព្រឹកទល់យប់ក៏មិនហត់ដែរពួកគេបានរស់នៅជាមួយគ្នាយ៉ាងសុខសាន្តហើយតាមរយៈ Uta នឹងហើយទើបបាន Yuri Ichi ដឹងថាភ្នែករបស់គាត់មើលឃើញធ្លុះដល់ក្នុងខុសពីមនុស្សទូទៅ
10 ឆ្នាំក្រោយមកពួកគេក៏បានក្លាយទៅជាប្តីប្រពន្ធនឹងគ្នាហើយឧតាក៏មានផ្ទៃពោះគ្រប់ 9 ខែហើយមានថ្ងៃមួយយូរីអ៊ីឈីបានចេញទៅរកពេទ្យឆ្មបដើម្បីមកជួយរៀបចំទុកដាក់ត្រៀមចាំឧតាសម្រាប់កូននៅតាមផ្លូវគាត់បានជួបជាមួយនឹងអ៊ំចាស់ម្នាក់ចង់ទៅជួបកូនប្រុសគាត់ជាលើកចុងក្រោយដែលត្រូវរបួសធ្ងន់នៅសមរភូមិដោយសារតែឃើញអ៊ំចាស់នោះហត់ទៅលេងរួចមួយជីរ៉ូក៏បានជួយអៀងគាត់ទៅជួបកូនប្រុសរបស់គាត់ហើយរវល់ទៅជួយគេថ្ងៃចិត្តលិចល្មមពេលនោះយូរីអ៊ីឈីបានបញ្ញាប់រត់មកផ្ទះវិញប៉ុន្តែនៅពេលដែលមកដល់ផ្ទះថ្ងៃលិចបាត់ទៅហើយពេលគាត់ចូលទៅដល់ក្នុងផ្ទះពុទ្ធោប្រពន្ធរបស់គាត់ត្រូវបានបិសាចសម្លាប់ទាំងកូននៅក្នុងផ្ទៃនៅពេលនោះយូរីអ៊ីឈីអាឡ័យប្រពន្ធកូនរបស់គាត់ខ្លាំងណាស់ហើយបានអង្គុយអោបសោកប្រពន្ធគាត់រយៈពេល10 យប់ 10 ថ្ងៃអត់មានទៅណាទេរហូតដល់ពេលមាន Demon Slayer ម្នាក់បានមកជួបគាត់ដោយចៃដន្យហើយបានបញ្យល់ប្រាប់គាត់ឲ្យយកសពប្រពន្ធគាត់ទៅបញ្ចុះដើម្បីឲ្យវិញ្ញាណក្ខន្ធរបស់នាងបានទៅដល់សុគតិភពទើបគាត់យល់ព្រមមូលហេតុនេះហើយដែលធ្វើឲ្យយូរីអ៊ីឈីស្អប់បិសាចខ្លាំងណាស់ហើយក៏ចូលរួមធ្វើជា Demon Slayer នៅកំឡុងពេលនោះក្រុម Demon Slayer អត់ទាន់មាននរណាម្នាក់ចេះប្រើក្បាច់ដង្ហើមនៅឡើយទេគឺយូរីអ៊ីឈីជាអ្នកបង្រៀនពួកគេឲ្យចេះប្រើក្បាច់ដង្ហើមហើយពួកគេក៏យកទៅបំបែកចេញជាក្បាច់ដង្ហើមថ្មដង្ហើមទឹកដង្ហើមខ្យល់អីអញ្ចឹងទៅកន្លែងទៅមើលមីឈីកាស៊ូវិញគាត់ក៏មានគ្រួសារហើយនៅមានកូន2រួចហើយពួកគេរស់នៅបានយ៉ាងសុខសប្បាយខ្លាំងណាស់រហូតដល់មានថ្ងៃមួយមីឈីកាស៊ូនិងបរិវាររបស់គាត់ត្រូវបានបិសាចវាយប្រហារសម្រាប់ពួកគេចោលទាំងអស់នៅសល់តែគាត់ម្នាក់គត់នៅពេលនោះយូរីអ៊ីឈីបានចេញមកជួយគាត់ទាន់ហើយសម្រាប់បិសាចនោះយ៉ាងងាយបំផុតពេលឃើញយូរីអ៊ីឈីខ្លាំងអញ្ចឹងជំងឺចំណាយរបស់មីឈីកាស៊ូក៏បានរើឡើងវិញហើយគាត់បានចាក់ចោលប្រពន្ធកូនរបស់គាត់ទៅចូលរួមជាមួយនឹងក្រុម Demon Slayer ដើម្បីហាត់ក្បាច់គុនឲ្យខ្លាំងមិនយូរប៉ុន្មានមីឈីកាស៊ូហើយនឹងក្រុមហាសរាផ្សេងទៀតក៏បានឡើងមកដោយយូរីអ៊ីឈីដែរប៉ុន្តែមីឈីកាស៊ូអត់ចេះប្រើក្បាច់ដង្ហើមព្រះអាទិត្យដោយយូរីអ៊ីឈីទេគឺគាត់ចេះប្រើក្បាច់ដង្ហើមព្រះច័ន្ទបន្តមកទៀតអ្នកដែលមានម៉ាកនៅលើខ្លួនចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់ធ្វើឲ្យមានពាក្យអាចារ្យបារាមថាអ្នកដែលមានម៉ាកហ្នឹងគឺអត់អាចរស់បានដល់25 ឆ្នាំទេនៅពេលនោះមីឈីកាស៊ូខ្លាចស្លាប់ទាំងវ័យក្មេងក៏ព្រមធ្វើជាបិសាចដើរតាមមូសានហើយប្រើឈ្មោះកូគូស៊ីបូដែលក្រោយមកក្លាយទៅជាបិសាចអភមូលលំដាប់ទី1មួយរយៈក្រោយមកយូរីអ៊ីឈីក៏បានជួបប្រយុទ្ធជាមួយនឹងមេវិសាចមូសានហើយបន្តបាននិយាយស្នេហ៍ស្នាគ្នាស្រួលប៊ូផងមូសានក៏ប្រើក្បាច់វាយប្រហារមកលើយូរីអ៊ីឈីធ្វើឲ្យគាត់កិច្ចប៊ីសតែមិនទាន់នៅពេលនោះយូរីឈីបានស្កេនមើលដឹងថានៅក្នុងខ្លួនរបស់មូសានមានខួរក្បាល5បេះដូង7ហើយបន្ទាប់មកគាត់ក៏ប្រើក្បាច់ដង្ហើមព្រះអាទិត្យរកទឹកមូសានដែលជាច្រើនចំណែកដែលនៅពេលនោះមូសានមិនអាចព្យាបាលរបួសរបស់វាបានមកលឿនវិញទេដោយសារតែយូរីឈីប្រើដើរព្រះអាទិត្យគឺដើរពណ៌ក្រហមនៅពេលនឹងហើយដែលយូរីឈីសម្លុតសួរវាតាក់ទងជាមួយនឹងការឲ្យតម្លៃជីវិតរបស់មនុស្សដែលធ្វើឲ្យមូសានមានការផិតភ័យនិងចងចាំពេញមួយជីវិតរាប់ពាន់ឆ្នាំរបស់វាបន្តមកទៀតនៅពេលដែលយូរីឈីកំពុងតែចាប់អារម្មណ៍ជាមួយនឹងនារីម្នាក់ដែលកំពុងតែដើរជាមួយនឹងមូសានក៏បំទុកខ្លួនឯងជា1800ចំណែកហើយនៅពេលនោះយូរីឈីអាចចាប់បានតែ1500ចំណែកនៅសល់300ចំណែកទៀតបានរត់គេចខ្លួនបន្ទាប់ពីហេតុការណ៍នោះនារីម្នាក់ដែលដើរជាមួយនឹងមូសានបានទួញយំសោកស្ដាយយ៉ាងខ្លាំងដែលមូសានអាចរត់រួចខ្លួននាងមានឈ្មោះថាថាម៉ាយ៉ូដែលយើងតែងតែហៅគាត់ថា Lady ថាម៉ាយ៉ូប្រវត្តិរបស់គាត់ជាមួយនឹងមូសានខ្ញុំនឹងនិយាយនៅពេលក្រោយពេលនេះសូមបន្តរឿងរបស់យូរីអ៊ីឈីនិងកូគូស៊ីបូសិនបន្ទាប់ពីហេតុការណ៍នោះក្រុមហាសេរ៉ាបានបន្តយូរីអ៊ីឈីដែលបណ្ដោយឲ្យមូសានគេចខ្លួនរួចដល់លែង Lady តាម៉ាយ៉ូដែលជាបិសាចនិងរឿងដែលបងប្រុសរបស់គាត់ខ្លាចជាបិសាចពេលនោះពួកគេចង់កាត់ទោសប្រហារជីវិតយូរីអ៊ីឈីតែបានថ្នាក់ដឹកនាំក្រុម Demon Slayer នៅសម័យនោះជួយធ្វើអន្តរាគមន៍បន្តមកយូរីអ៊ីឈីបានទៅលេងផ្ទះរបស់មិត្តភក្តិគាត់ឈ្មោះស៊ូមីយុនស៊ីខាម៉ាដូដែលជាបុព្វបុរសរបស់ឋានជីរ៉ូក្នុងកំឡុងពេលស្នាក់នៅរយៈពេលខ្លីនោះយូរីអ៊ីឈីបានបង្រៀនក្បាច់ដើរដង្ហើមព្រះអាទិត្យទៅកាន់ស៊ូមីយុនស៊ីហើយមុនពេលយូរីអ៊ីឈីចាក់ចេញទៅគាត់បានបកគលកវលព្រះអាទិត្យរបស់គាត់ឲ្យទៅស៊ូមីយុនស៊ីទុកជាអនុស្សាវរីយ៍នៅពេលនោះស៊ូមីយុនស៊ីបានសន្យាជាមួយនឹងយូរីអ៊ីឈីថាគាត់នឹងបង្រៀនក្បាច់ដើរព្រះអាទិត្យនឹងបន្តទៅឲ្យកូនចៅគាត់បន្តទៀតមិនឲ្យបាត់បង់ទេចាប់ពីពេលនោះមកយូរីអ៊ីឈីបានបាត់ដំណឹងសូនឆឹងរហូតដល់គាត់មានវ័យជាង80ឆ្នាំទើបគាត់ទៅជួបជាមួយនឹងកូគូស៊ីបូគ្រាន់តែបានឃើញបងប្រុសក្នុងស្ថានភាពជាបិសាចភ្លាមយូរីអ៊ីឈីក៏បានហូរទឹកភ្នែកចេញមកវូព្រោះអាណិតបងប្រុសនៅពេលនោះកូគូស៊ីបូក៏ភ្ញាក់ផ្អើលដែរមិននឹកស្មានថាយូរីអ៊ីឈីមានម៉ាកនៅលើខ្លួនហើយអាចរស់នៅបានរហូតដល់80ឆ្នាំប៉ុន្តែគោលដៅជំនួបរបស់ពួកគេនៅពេលនោះគឺការប្រយុទ្ធស្លាប់រស់មិនមែនស្នេហ៍សនាគ្នាលេងទេនៅពេលនោះយូរីអ៊ីឈីបានដកដាវហើយស្ទុះចូលទៅវឹបកាត់កកូគូស៊ីបូឲ្យរបួសនៅពេលនោះកូគូស៊ីបូដឹងច្បាស់ណាស់ថាបើសិនជាយូរីអ៊ីឈីសម្រុកចូលមកម្ដងទៀតវាច្បាស់ជាស្លាប់ប៉ុន្តែយូរីអ៊ីឈីបានឈរត្រង់ដែលខ្យល់ស្លាប់មិនបានសម្រុកចូលមកម្ដងទៀតទេយូរីអ៊ីឈីស្លាប់ដោយមានកិត្តិយសព្រោះគាត់ជា Demon Slayer ដែលខ្លាំងជាងគេតាំងពីដើមមកគ្មានអ្នកណាប៉ះគាត់បានទេសូម្បីតែមូសានការដែលយូរីអ៊ីឈីជាប្អូនប្រុសភ្លោះរបស់គាត់ល្អគ្រប់សពគ្រប់យ៉ាងអញ្ចឹងក៏កូស៊ីបូចំណែនរហូតដល់ទ្រាំមិនបានក៏ស្ទុះចូលទៅកាប់សាកសពរបស់យូរីអ៊ីឈីដែលជា2ពេលនោះកូគូស៊ីបូក៏បានឃើញខ្លុយដែលគាត់បានឲ្យទៅយូរីអ៊ីឈីតាំងពីក្មេងដែលយូរីអ៊ីឈីតែងតែទុកតាមខ្លួនហើយពេលនេះវាក៏ដាច់ជា2ដែរឃើញអញ្ចឹងកូគូស៊ីបូក៏សំណោះប្អូនប្រុសរបស់គាត់រហូតដល់ទប់ទឹកភ្នែកមិនជាប់400ឆ្នាំក្រោយមកនៅក្នុង Infinity Castle កូគូស៊ីបូត្រូវបានចាញ់ក្រោមស្នាដៃរបស់ខ្យូមីសាណាមីមូយជីរ៉ូហើយនិងកេនយ៉ាហើយនៅពេលដែលសាកសពរបស់គាត់បានរលាយអស់យើងឃើញថាកូគូស៊ីបូក៏បានរក្សាទុកខ្លុយរបស់យូរីអ៊ីឈីដែលបានដាច់ជា2នៅតាមខ្លួនផងដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់បើសិនជាយល់ថាវីដេអូនេះល្អមើលសូមជួយចុច like ហើយបើចង់តាមដានវីដេអូល្អៗមើលចឹងទៀតសូមជួយ subscribe រួចចុចឬកណ្ដឹងផងដើម្បីទទួលបាន notification សូមអរគុណ